ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុនការប្រើប្រាស់ថវិការដ្ឋនិងលិខិតមានលក្ខណៈគតិយុត្តខុសគ្នាដោយម្ដេចខ្លះខ្ញុំសូមជម្រាបជូនថាពន្ធប្រថាប់ត្រាទី1គឺលើការផ្ទេរភាគហ៊ុនបាទពន្ធហ្នឹងគឺប្រមូលទៅលើផ្ទេរចំណាយណាមួយឬក៏ទាំងស្រុងនៃភាគហ៊ុនបាទដែលក្រុមហ៊ុនកើតឡើងនៅពេលមានប្រតិបត្តិការផ្ទេរឬក៏ទិញលក់ភាគហ៊ុនរបស់ក្រុមហ៊ុនបាទអញ្ចឹងក្នុងនេះគឺច្បាប់ពន្ធបានចែងហើយថាផ្ទេរឬទិញលក់បាទព្រោះពេលខ្លះប្រតិបត្តិការខ្លះអត់មានទិញលក់ទេប៉ុន្តែអាចធ្វើការ transfer ដែលអត់គិតថ្លៃឬមួយក៏ restructure យ៉ាងម៉េចអីឡើងវិញទៅគឺអត់មានប្រតិបត្តិការទិញលក់បាទអញ្ចឹងបានក្នុងនេះគឺឲ្យតែមានការ transfer ផ្ទេរពីម្ចាស់ភាគហ៊ុនមួយទៅម្ចាស់ភាគហ៊ុនមួយទៀតហ្នឹងគឺត្រូវមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាហ្នឹងបាទហើយក្នុងនេះគឺយើងបានច្បាប់ពន្ធសម្រាប់គោលដៅពន្ធប្រថាប់ត្រាបាទអញ្ចឹងដូចខ្ញុំតែងតែលើកថាគោលដៅយកពន្ធយើងដឹងហើយថាដើម្បីយកពន្ធបានតើតែមានខចែងក្នុងច្បាប់អញ្ចឹងជាទូទៅនៅក្នុងប្រភេទពន្ធមួយហ្នឹងគឺបានឲ្យយមន័យបាទអញ្ចឹងតាក់ទងពន្ធប្រថាប់ត្រានេះគឺបានឲ្យយមន័យដែរទីស្អីទៅភាគហ៊ុនបាទអញ្ចឹងភាគហ៊ុនគឺសំដៅទៅលើចំណែកណាមួយឬក៏ទាំងស្រុងបាទអញ្ចឹងបានន័យថាយើងអាចផ្ទេរតែប្រមាណភាគរយឬមួយក៏ផ្ទេរ 100% ទាំងស្រុងហ្នឹងបាទមួយទៀតឬក៏ការផ្ទេរប្រយោជន៍ឬក៏លក់អាជីវកម្មបាទអញ្ចឹងរបស់ក្រុមហ៊ុនអាចជានីតិបុគ្គលសហកម្មសិទ្ធិឬក៏សហគ្រាសឯកបុគ្គលបាទដែលចុះបញ្ជីនៅក្រសួងស្ថាប័នមានសមត្ថកិច្ចបាទក្នុងនេះគឺតាក់ទងនឹងសហគ្រាសសហកម្មសិទ្ធិហើយឯកបុគ្គលគឺគាត់មិនមែនជានីតិបុគ្គលបាទអញ្ចឹងបានយើងប្រើពាក្យថាផ្ទេរប្រយោជន៍ឬក៏ផ្ទេរអាជីវកម្មចំពោះសហគ្រាសហ្នឹងបាទហើយអត្រាពន្ធហ្នឹងគឺជាប់អត្រា 0.1% សម្រាប់ការផ្ទេរភាគហ៊ុននេះបាទជាទូទៅហើយនឹងមានអត្រា4% សម្រាប់ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យបាទខ្ញុំសូមបញ្ជាក់បន្តិចដែរពាក្យថាក្រុមហ៊ុនអចលនទ្រព្យនេះគឺយើងសំដៅទៅលើក្រុមហ៊ុនដែលមានអចលនទ្រព្យធៀបជាមួយនឹងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនហ្នឹងវាលើសពី 50% ទៅអាហ្នឹងយើងហៅក្រុមហ៊ុនអចលនទ្រព្យបានន័យថាមានផ្ទះមានដីទ្រព្យសម្បត្តិលើសពី 50% នៃទ្រព្យអាសិត total asset ទ្រព្យទាំងអស់របស់ក្រុមហ៊ុនបាទតាក់ទងនឹងពន្ធប្រថាប់ត្រាលើកិច្ចសន្យាប្រើប្រាស់ថវិការដ្ឋហ្នឹងបាទយើងហៅភាសានិយាយយើងហៅថាលទ្ធកម្មដេញថ្លៃបាទដេញថ្លៃលើគម្រោងរបស់រដ្ឋបាទតាក់ទងនឹងការផ្គត់ផ្គង់ទំនិញឬសេវាបាទអញ្ចឹងអត្រាពន្ធហ្នឹងគឺ 0.1% ដែរបាទហើយដោយឡែកចំពោះពន្ធប្រថាប់ត្រាលើលិខិតដែលមានលក្ខណៈគតិយុត្តបាទអញ្ចឹងយើងដឹងហើយថាលិខិតដែលមានលក្ខណៈគតិយុត្តគឺជាលិខិតដែលមានលក្ខណៈជាផ្លូវច្បាប់បាទអញ្ចឹងលិខិតដែលមានលក្ខណៈគតិយុត្តនេះគឺយើងយកទៅពីរគឺនៅពេលបិទក្រុមហ៊ុនហើយនឹងពេលរំលាយក្រុមហ៊ុនបញ្ចូលគ្នាបញ្ចូលគ្នាហ្នឹងបាទអញ្ចឹងត្រូវបង់ពន្ធប្រថាប់ត្រាលើលក្ខន្តិកៈហ្នឹងគេហៅ fixed rate specific rate បានន័យថាទឹកលុយ1លានរៀលតែម្ដងបាទបង់ពន្ធប្រថាប់ត្រាហ្នឹងបាទ